cứ bờ tam lục ở trên event đây chỉ nụประธานาธิบดีរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ដល់នោះគឺថាលោកប្រធានាធិបតី Donald Trump ឥឡូវនេះកំពុងតែពិចារណាក្នុងការផ្ដល់តាមសំណើរបស់ប្រធានាធិបតីអ៊ុយក្រែនគឺដែលចង់បានមីស៊ីលប្រភេទឈ្មោះថា Tomahawk បាទ Tomahawk គឺជាមីស៊ីលមួយដែលបានបាញ់រយៈចម្ងាយឆ្ងាយក៏ប៉ុន្តែលោក JD Vance ថាលោកប្រធានាធិបតីមិនទាន់ធ្វើការសម្រេចចិត្តជាចុងក្រោយនៅឡើយទេទៅលើបញ្ហានេះបាទហើយយើងដឹងហើយគឺខាងអ៊ុយក្រែនហ្នឹងគឺសុំដៃគូប្រចាំប្រទេសរបស់ខ្លួនហ្នឹងឲ្យផ្ដល់អាវុធដែលមានរយៈចម្ងាយឆ្ងាយហ្នឹងដើម្បីអាចបាញ់ទៅគោលដៅរបស់រុស្ស៊ីសំខាន់នៅដែលឆ្ងាយហួសពីព្រំដែនសមរភូមិខាងមុខដោយបាននិយាយថាបើសិនជាធ្វើឲ្យរុស្ស៊ីចុះខ្សោយអាចនឹងចប់សង្គ្រាមនេះបានឆាប់បាទตัวอย่างដូចជាលោកអនុរដ្ឋមន្ត្រីការពារជាតិរបស់អ៊ុយក្រែនគាត់ថាបើសិនជាទីក្រុងមូស្គូត្រូវចំណាយច្រើននៅក្នុងការធ្វើសង្គ្រាមគឺបានន័យថាខូចខាតច្រើនគឺអាចនឹងងាកមកតុបចរចាបានដូច្នេះដោយឈរទៅលើទ្រឹស្ដីហ្នឹងបាទទៅលើទ្រឹស្ដីហ្នឹងឬក៏ទស្សនវិជ្ជាហ្នឹងហើយបានគេត្រូវថាគិតគូនឹងផ្ដល់ឲ្យអ៊ុយក្រែននៅអាវុធធុនឆ្ងាយចម្ងាយឆ្ងាយនេះបាទនេះគឺជាមីស៊ីលប្រភេទ Tomahawk មក Tomahawk ហ្នឹងគឺលបឿនវាលឿនណាស់បាទលបឿន885គីឡូម៉ែត្រក្នុង1ម៉ោងហើយមានម៉ាស៊ីនទូបូនៅក្នុងហ្នឹងផងហើយអាចបាញ់បានចម្ងាយ2500គីឡូម៉ែត្របាញ់ហួសមូស្គូទៀតណាបាទ2500គីឡូម៉ែត្រហ្នឹងបាញ់បានឆ្ងាយណាស់បាទអញ្ចឹងបានន័យថាអាវុធប្រភេទនេះគេបាញ់សំដៅទៅលើអាចទី1ឃ្លាំងគ្រាប់ទី2កន្លែងផលិតគ្រាប់កន្លែងឬក៏បន្ទាយណាដែលវឹកវើនៃទាហាននៅខ្លាំងហ្នឹងគេមិនទៅពិចារណាមិនសូវយកមកដាក់នៅសមរភូមិនេះទេសមរភូមិបាទគេទល់មុខគ្នាគេមានអាវុធផ្សេងបាញ់បាទពីវិគីគ្នាទៅហើយបាទអាវុធធម្មតាបាញ់20-30គីឡូបាននេះបាញ់ទៅខាងក្រោយបាទគឺបានន័យថាកំទេចប្រភពដែលផ្ដល់មកដល់កងកម្លាំងលើជួរខាងមុខហ្នឹងបាទដោយឡែករុស្ស៊ីវិញគឺលោក Dmitry Peskov ដែលជាអ្នកនាំពាក្យខាងវាមានកម្លាំងវិញគាត់បាននិយាយថាมันជាសំខាន់អីទេគ្មានថ្នាំព្យាបាលណាដែលអាចផ្លាស់ប្ដូរស្ថានភាពនៅសមរភូមិមុខនឹងទេគឺថារុស្ស៊ីនឹងនៅតែខ្លាំងអញ្ចឹងបាទបើទោះបីជាមានអាវុធធំមហោបក៏ដោយអាវុធមីស៊ីលប្រភេទផ្សេងក៏ដោយក៏នៅតែมันអាចផ្លាស់ប្ដូរនៅ dynamic ភាពឃ្លាវខ្លារបស់ទាហានរបស់រុស្ស៊ីបានដែរបាទនេះគឺជាការបញ្ជាក់របស់ខាងរុស្ស៊ី